ម្ដងនេះប្រទេសថៃអស់លក្ខមែនទែនហើយខែ8គេបានបដិសេធជាមួយនឹងសំណើរបស់លោកអាន់វ៉ាអៃប្រាហ៊ីមដែលត្រូវជានាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីក៏ដូចជាប្រធានរបស់អាស៊ានផងដែរនៅក្នុងការដែលលោកស្នើសុំឲ្យមានអ្នកអង្កេតការបន្ថែមពាក់ព័ន្ធជាមួយនឹងរឿងព្រំដែនកម្ពុជានិងថៃអញ្ចឹងចាំមើលថាតើម្ដងនេះប្រទេសថៃគេនឹងបដិសេធសំណើរបស់ប្រទេសចិនទៀតដែរឬក៏អត់បន្ទាប់ពីកិច្ចប្រជុំពិភាក្សារវាងនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាជាមួយនឹងឯកឧត្តមស៊ីជីនពីងប្រធានាធិបតីនៃសហរដ្ឋប្រជាមានិតចិនដើម្បីបន្តពង្រឹងសហប្រតិបត្តិការលើគ្រប់វិស័យប្រទេសកម្ពុជានិងប្រទេសចិននៅក្នុងនោះប្រទេសចិនក៏បានគាំទ្របទឈប់បាញ់រវាងកម្ពុជានិងថៃហើយបានគាំទ្រដល់យន្តការសង្កេតការបទឈប់បាញ់របស់អាស៊ានដែលដឹកនាំដោយប្រទេសម៉ាឡេស៊ីនិងចង់បង្កើតក្រុមអ្នកអង្កេតការអាស៊ាន AOT ឲ្យបានឆាប់រហ័សផងដែរអញ្ចឹងចាំមើលថាតើម្ដងនេះប្រទេសថៃគេនឹងបដិសេធសំណើរបស់ប្រទេសចិនទៀតដែរឬក៏អត់ហេតុអីបានខ្ញុំនិយាយថាប្រទេសថៃនឹងចេញកតុយមកដោយខ្លួនឯងហើយបើសិនជាប្រទេសថៃនៅតែបដិសេធសំណើរបស់ប្រទេសចិនទៀតតើថៃនឹងជួបបញ្ហាអ្វីខ្លះដល់សេដ្ឋកិច្ចហើយនេះខ្ញុំគ្រាន់តែឆែកលេងទេគឺប្រទេសថៃបាន export បានន័យថានាំចេញទៅប្រទេសចិនរហូតទៅដល់ 35.23 ពាន់លានដុល្លារនៅក្នុងឆ្នាំ 2024 អញ្ចឹងបើសិនជាប្រទេសថៃបដិសេធសំណើរបស់ប្រទេសចិននៅក្នុងការបង្កើតក្រុមអ្នកអង្កេតការអាស៊ានថៃអាចនឹងជួបរឿងច្រើននៅក្នុងវិបត្តិសេដ្ឋកិច្ចរបស់ខ្លួនឯងផងដែរ